មានគ្រួសារមួយដោយគាត់ទាំងពីរនាក់ប្រកបមុខរបររកត្រីនៅពេលដែលទំនេរតែងតែចូលព្រៃដើម្បីបេះបន្លែព្រៃយកទៅលក់នៅផ្សារជារៀងរាល់ថ្ងៃដើម្បីបានប្រាក់ទ្រទ្រង់ជីវភាពគ្រួសាររបស់គាត់ទាំងពីរត្រៀមខ្លួនរួចហើយឬនៅបងបាទត្រៀមរួចហើយយើងចេញដំណើរទាំងព្រឹកតែម្ដងទៅនឹងបានមានពេលវេលាកាន់តែច្រើនសម្រាប់រកបន្លែព្រៃបងបានរៀបចំខ្លួនរួចហើយរងចាំតែប្រពន្ធនាំទៅតែប៉ុណ្ណោះប៉ុន្តែបងគិតថាបងទៅតែម្នាក់ឯងក៏បានអូននៅផ្ទះទៅវាប្រសើរជាងអូនខ្ញុំនៅផ្ទះខ្ញុំមិននៅទេក៏ព្រោះតែខ្ញុំចង់ជួយការងារបងបានច្រើនប្តីប្រពន្ធត្រូវតែជួយគ្នាទៅវិញទៅមកណាបងដើម្បីគ្រួសាររុងរឿងអញ្ចឹងតោះអូនយើងទៅនៅពេលនេះតែម្ដងទៅតាន់ពេលព្រឹកនឹងបានប្រញាប់មកវិញកាន់តែលឿនអ្នកទាំងពីរក៏បានធ្វើដំណើរទៅចំណែកនៅក្នុងគ្រួសារមួយនេះទាំងពីរអ្នកប្តីប្រពន្ធគិតតែពីអង្គុយច្រណែនអ្នកដតីតែប៉ុណ្ណោះមិនសូវយកពេលវេលាទៅធ្វើរឿងរ៉ាវឲ្យមានប្រយោជន៍សម្រាប់ខ្លួនឯងគេអើយគេធ្វើស្រែចម្ការតែបន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែមានប្រាក់រហូតទិញគោក្របីច្រើនចំណែកយើងវិញមួយឆ្នាំបានតែមួយរស់តែប៉ុណ្ណោះមិនចម្លែកទេណាបងគ្រួសារយើងនៅតែប៉ុណ្ណឹងដោយសារតែរាល់ថ្ងៃនេះយើងមិនសូវធ្វើស្រែចម្ការដូចគេដូច្នេះទៅបានជាយើងមិនសល់មាសប្រាក់ច្រើននឹងហើយធ្វើក៏ប៉ុណ្ណឹងទោះបីមិនធ្វើក៏នៅតែប៉ុណ្ណឹងអញ្ចឹងទុកដីស្រែចម្ការនោះចោលតែម្ដងទៅមិនចាំបាច់ធ្វើទេណាអូនយើងធ្វើយកស្រូវតែមួយរស់ទៅបានហើយនៅពេលដែលគាត់ទាំងពីរនាក់កំពុងតែនិយាយស្រាប់តែដាវីនិងប្រពន្ធក៏បានធ្វើដំណើរឆ្លងកាត់មើលទៅពួកគេខិតខំប្រឹងប្រែងដល់ហើយទំនេរពីការងារស្រែចម្ការបែរជាទៅរកបន្លែព្រៃលក់ថែមទៀតប្តីប្រពន្ធគេនេះធ្វើការងារដូចជាមិនចេះហន់តាមតែគេទៅទោះបីជាគេខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយជីវភាពគេទាំងពីរនាក់ក៏មិនលើសយើងប៉ុន្មានដែរណាអូននៅពេលដែលគាត់ទាំងពីរនាក់បានទៅដល់ក្នុងព្រៃអ្នកទាំងពីរក៏បានឈប់នៅក្រោមដើមឈើមួយដែលនៅក្នុងព្រៃយើងគួរតែសម្រាកនៅក្រោមដើមឈើនេះសិនទៅណាអូនមុនពេលដែលពួកយើងធ្វើដំណើរទៅមុខទៀតមែនហើយណាបងយើងគួរតែសម្រាកនៅក្រោមដើមឈើនេះសិនទៅនៅពេលដែលពីរអ្នកប្តីប្រពន្ធកំពុងតែនិយាយបែបនេះស្រាប់តែដើមឈើដែលមានវិញ្ញាណក៏បាននិយាយតបទៅគាត់ទាំងពីរអ្នកទាំងពីរប្រញាប់ចាក់ចេញពីព្រៃនេះទៅវិញភ្លាមទៅនៅខាងមុខមានសត្វសាហាវជាច្រើនដែលនៅខាងមុខហើយអ្វីបានជាដើមឈើនេះអាចនិយាយបាននេះជាដើមឈើបិសាចតើមែនទេយើងមិនមែនជាដើមឈើបិសាចទេយើងគ្រាន់តែជាដើមឈើមានវិញ្ញាណអាចនិយាយបានតែប៉ុណ្ណោះយើងចង់ប្រាប់អ្នកទាំងពីរថានៅខាងមុខមានសត្វសាហាវជាច្រើនកុំធ្វើដំណើរទៅខាងមុខទៀតអីបងអីបងតាំងពីកើតមកខ្ញុំមិនដែលបានជួបរឿងរ៉ាវបែបនេះទេគាត់ប្រកាសជាដើមឈើវេទមន្តហើយណាបងអ្នកទាំងពីរអាចនិយាយថាយើងជាដើមឈើវេទមន្តក៏ត្រឹមត្រូវក៏ព្រោះតែយើងបានតាំងសិលហើយកើតទៅជារូបរាងដើមឈើហើយកើតទៅជារូបរាងមានមនុស្សជាប់ដើមឈើបែបនេះខ្ញុំអរគុណច្រើនដែលអ្នកបានប្រាប់ខ្ញុំឲ្យបានដឹងបើមិនដូច្នេះទេខ្ញុំទាំងពីរអ្នកប្តីប្រពន្ធប្រកាសជាធ្វើដំណើរទៅមុខទៀតនៅមានរឿងមួយទៀតយើងចង់ប្រាប់ឲ្យអ្នកទាំងពីរបានដឹងកាលពីជាតិមុនយើងគឺជាសេដ្ឋីហើយបានកប់កំណប់មាសប្រាក់នៅខាងក្រោមហើយពេលនេះយើងបានកើតទៅជាដើមឈើដូច្នេះយើងនឹងផ្ដល់មាសប្រាក់ទាំងអស់នោះឲ្យទៅអ្នកទាំងពីរនៅពេលនោះដើមឈើក៏បានខ្ជាក់មាសចេញមកខាងក្រៅឲ្យដាវីនិងប្រពន្ធហេតុអ្វីបានជាអ្នកប្រគល់មាសប្រាក់ឲ្យខ្ញុំបែបនេះមិនបានជាអ្នកមិនថែរក្សាមាសប្រាក់ទាំងអស់នេះបន្តទៀតទេក៏ព្រោះតែភាពលោភលន់របស់យើងកាលពីជាតិមុនដូច្នេះទើបយើងត្រូវស្លាប់ហើយកើតទៅជាដើមឈើមើលថែទ្រព្យសម្បត្តិរបស់ខ្លួនឯងប៉ុន្តែពេលនេះយើងប្រគល់មាសប្រាក់ទាំងអស់នេះឲ្យទៅអ្នកវាគ្មានតម្លៃអ្វីសម្រាប់យើងទៀតទេខ្ញុំពិតជាអរគុណអ្នកដែលអ្នកមានទឹកចិត្តប្រពៃបែបនេះខ្ញុំអរគុណណាស់ហើយខ្ញុំនឹងមើលថែទ្រព្យសម្បត្តិនេះឲ្យបានល្អជាទីបំផុតនៅពេលដែលដាវីបានទទួលមាសប្រាក់ពីដើមឈើហើយក៏បានក្លាយទៅជាសេដ្ឋីនៅរៀងរាល់ថ្ងៃទំនេរពីការងារដាវីតែងតែនាំប្រពន្ធទៅជួបដើមឈើ
ចំណែកនៅក្នុងគ្រួសារអ្នកទាំងពីរដោយមានការសង្ស័យចំពោះគ្រួសាររបស់ដាវីនៅថ្ងៃមួយអ្នកទាំងពីរក៏បាននិយាយពីផែនការឆ្ងល់ដល់ហើយតើគេរកស៊ីអ្វីទៅបានមាសប្រាក់មកពីណាហើយអ្វីបានជារកស៊ីលឿនបែបនេះប្រកាសជាមានអ្វីលាក់បាំងនៅក្រៅខ្នងជាមិនខានខ្ញុំតែងតែឃើញពីអ្នកប្តីប្រពន្ធនោះធ្វើដំណើរចូលទៅក្នុងព្រៃអញ្ចឹងនៅថ្ងៃល្ងាចនេះយើងទៅលបមើលពីចម្ងាយទៅតើពួកគេធ្វើដំណើរទៅក្នុងព្រៃដើម្បីអ្វីទៅត្រឹមត្រូវហើយដើម្បីឲ្យបានដឹងពិតប្រាកដយើងគួរតែតាមដាននៅពីក្រោយនៅពេលនោះយើងប្រកាសជាបានដឹងបន្ទាប់មកទាំងពីរអ្នកប្តីប្រពន្ធក៏បានធ្វើដំណើរទៅតាមមើលសកម្មភាពរបស់ដាវីនិងប្រពន្ធទាំងពីរអ្នកប្តីប្រពន្ធក៏បានធ្វើដំណើរមកដល់ទីកន្លែងដាំឈើខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលខ្ញុំបានដឹងថាអ្នករកស៊ីមានបានដោយសារតែទ្រព្យសម្បត្តិរបស់ខ្ញុំហើយមើលថែទ្រព្យសម្បត្តិរបស់ខ្ញុំបែបនេះខ្ញុំអរគុណអ្នកដូចគ្នាបើសិនជាអត់មានអ្នកទេខ្ញុំក៏មិនមានមាសប្រាក់ច្រើនដល់ថ្នាក់នេះហើយខ្ញុំព្យាយាមរកស៊ីបន្ថែមទៀតឲ្យកាន់តែមានបានអ្នកតែងតែយកពេលវេលាមកលេងខ្ញុំជានិច្ចតែប៉ុណ្ណឹងគ្រប់គ្រាន់ហើយខ្ញុំពិតជាសប្បាយចិត្តដោយសារតែខ្ញុំរស់នៅតែម្នាក់ឯងបែបនេះអស់រយៈពេលច្រើនឆ្នាំមិនមានអ្នកដែលមកលេងចាំនៅពេលដែលខ្ញុំទំនេរខ្ញុំមកលេងអ្នកជាប្រចាំក៏ព្រោះតែខ្ញុំដឹងថាមិនមានអ្នកណាទេក្រៅពីខ្ញុំទាំងពីរនាក់ដែលមកលេងអ្នកហើយខ្ញុំសន្យាថានឹងរកស៊ីឲ្យកាន់តែមានអញ្ចឹងខ្ញុំសូមលាទៅវិញសិនហើយនៅថ្ងៃស្អែកមានពេលវេលាខ្ញុំនឹងមកលេងអ្នកទៀតនៅពេលនោះទាំងពីរអ្នកប្តីប្រពន្ធដាវីក៏បានធ្វើដំណើរទៅផ្ទះវិញចំណែកពីរអ្នកប្តីប្រពន្ធដែលតាមពីក្រោយដាវីក៏បានដើរចូលមកដល់តាមពិតគ្រួសាររបស់គេមានមាសប្រាក់ច្រើនដោយសារតែដើមឈើមួយដើមនេះអ្នកឆាប់ផ្ដល់មាសប្រាក់ឲ្យយើងនៅពេលនេះភ្លាមមកឲ្យមាសប្រាក់មកយើងនៅពេលនេះឲ្យច្រើនមកយើងនឹងមិនធ្វើអ្វីអ្នកទេសំខាន់ឲ្យតែអ្នកផ្ដល់មាសប្រាក់ឲ្យយើងកាន់តែច្រើនខ្ញុំអត់មានមាសប្រាក់ឲ្យទៅអ្នកទាំងពីរទេមាសប្រាក់របស់ខ្ញុំបានឲ្យទៅពួកគេទាំងពីរអ្នកអស់ហើយអត់មានមាសប្រាក់ឲ្យអ្នកទាំងពីរទៀតទេហ៊ាននិយាយបែបនេះដាក់យើងផងតើមែនទេបើសិនជាមិនឲ្យទេយើងនឹងកាប់បំផ្លាញឯងនៅពេលនេះជាមិនខានអាដើមឈើចង្រៃអ្នកទាំងពីរជាមនុស្សដែលមានចិត្តលុបលន់មិនខិតខំប្រឹងប្រែងរកស៊ីប៉ុន្តែដេករងចាំសំណាងទៅវិញអ្នកប្រញាប់ចាកចេញទៅវិញទៅបើនៅតិចទៀតប្រកាសជាមានសត្វសាហាវមកដល់ជាមិនខានមិនច្បាច់បំភ័យយើងទេដើមឈើចង្រៃបើសិនជាមិនផ្ដល់មាសប្រាក់ឲ្យយើងទេយើងនឹងទៅវិញជាដាច់ខាតហើយយើងនឹងនៅទីនេះបំផ្លាញអ្នកជារៀងរាល់ថ្ងៃបើសិនជាអ្នកមិនព្រមស្ដាប់តាមការនិយាយរបស់យើងទេកុំគិតថាយើងជាដើមឈើដែលចិត្តដាច់យើងមិនធ្វើបាបអ្នកទាំងពីរទេប៉ុន្តែយើងគ្រាន់តែចង់ឲ្យអ្នកទាំងពីរចាកចេញទៅវិញតែប៉ុណ្ណោះនៅពេលនោះដើមឈើក៏បានស្រែកហៅសម្លាញ់របស់គាត់ដែលជាសត្វខ្លានៅជិតនោះនៅពេលនោះទាំងពីរអ្នកប្តីប្រពន្ធដោយមានការភ័យខ្លាចអ្នកទាំងពីរក៏បានរត់ចាកចេញហើយក៏លែងហ៊ានមករករឿងដើមឈើជារៀងរហូត